បាទសម្រាប់បងប្អូនដែលកំពុងតែរកលុយទៅតាម Facebook ហើយកំពុងតែរៀបចំបង្កើតនៅមាតិកាដំបូងរៀបចំ page ឬក៏ professional dashboard ដើម្បីរកលុយហ្នឹងជាដំបូងគឺយើងត្រូវរៀបចំទៅលើ page របស់យើងហ្នឹងឲ្យបានត្រឹមត្រូវសិនបន្តមកទៀតមិនយើងចាប់ផ្ដើមរៀបចំរកវីដេអូណាដែលមានគោលដៅច្បាស់លាស់យើងមកផុសដើម្បីងាយបានធ្លាក់ 2CM ហើយសម្រាប់ 2CM នេះដែរគឺបើសិនជាយើងធ្វើអត់ត្រូវទេគឺអត់ងាយធ្លាក់ទេទោះបីជាអ្នកខ្លះទៅមានឡើងរហូតដល់រាប់ 10k បាទ follower គាត់មានដល់ 10k 20k 30k អ្នកខ្លះមានដល់ 80k ឡើងទៅលើទៀតតែnóអត់តាក់ 2CM ទេចឹងដើម្បីបានធ្លាក់ 2CM មកតើតើយើងនឹងធ្វើតាមគោលការណ៍ទៅតាមការណែនាំរបស់ក្រុមហ៊ុន Facebook ហ្នឹងហើយក៏គេមានបាក់នៅគោលការណ៍ណែនាំឬក៏មាន learn more អីផ្សេងៗនៅក្នុងហ្នឹងដែរឲ្យតែយើងអាចចូលអានយើងអាចធ្វើទៅតាមរបស់វាទៅតាម step មួយៗអ្វីដែលសំខាន់នោះគឺយើងត្រូវ content ណាដែលផ្ដោតច្បាស់លាស់គឺថាយើងចង់ធ្វើពីអីមួយយើងត្រូវធ្វើពីចំណុចហ្នឹងឲ្យបានច្បាស់ទៅឧទាហរណ៍ដូចការធ្វើដំណើរកម្សាន្តឬក៏ការចិញ្ចឹមសត្វឬក៏ជារបរអ្វីមួយច្បាស់លាស់នៅពេលដែលយើងធ្វើច្បាស់លាស់ហើយទើបយើងអាចបង្កើន follower របស់យើងកាលណាយើងបាន follower ហើយហ្នឹងក៏ត្រូវមាន engagement ទៀត engagement ហ្នឹងមានន័យថាទៅលើក៏ដូចជា reaction ក៏ដូចជាការ comment អីផ្សេងៗទៅវិញទៅមកឆ្លើយឆ្លងរវាង audience ហើយនឹងយើងដែលជា content creator ផងដែរហើយបើសម្រាប់ Facebook របស់ខ្ញុំនេះពីដំបូងឡើយគឺខ្ញុំបើកតា star ទេកន្លែង star enable ណាអញ្ចឹងបន្ទាប់ពីយើងបើក star ហើយក៏យើងពេលយូរដែរដែលថាខ្ញុំបើកចោលហ្នឹងក៏កំតែចំពោះការបើក star ដែរឃើញអ្នកខ្លះក៏គេនិយាយថាវា